ក្នុងរាត្រីមួយដ៏សែនស្ងប់ស្ងាត់ស្ដេចយន្តហោះទម្លាក់ក្របែកមួយគ្រឿងកំពុងតែបោះពួយដ៏ស្ងៀមស្ងាត់នៅទីលំហអាកាសវាហោះចូលទៅក្នុងប្រព័ន្ធការពារដែនអាកាសទំនើបរបស់ពិភពលោកយ៉ាងរំភើយដែលគ្មានប្រព័ន្ធរ៉ាដាណាអាចចាប់សញ្ញាណរបស់វាបាននោះទេយន្តហោះផាន់ធំនេះអាចផ្ទុកនូវសពាវុធដ៏មានឥទ្ធិពលគ្រប់គ្រាន់សម្រាប់ផ្លាស់ប្ដូរប្រវត្តិសាស្ត្រនៅពេលដែលវាចង់កិច្ចខ្លួនវិញវាក៏ទៅបាត់ដូចជាស្រមោលនេះគឺជាយន្តហោះដែលមានតម្លៃជាង$2000 លាននៅក្នុងមួយគ្រឿងយន្តហោះនេះជាប់ឈ្មោះជាយន្តហោះដែលមានតម្លៃថ្លៃជាងគេបំផុតនៅក្នុងប្រវត្តិសាស្ត្រតែយន្តហោះយក្សទំហំ50ម៉ែត្រនេះអាចកំបាំងខ្លួនចេញពីរ៉ាដាបានយ៉ាងដូចម្ដេចហើយហេតុអ្វីបានជាវាមើលទៅហាក់ដូចជាយានម្យ៉ាងដែលយកចេញពីខ្សែភាពយន្តបែបវិទ្យាសាស្ត្រយ៉ាងអញ្ចឹងថ្ងៃនេះជើងមេឃ podcast នឹងនាំអារម្មណ៍របស់លោកអ្នកស្វែងយល់ពីអាចកំបាំងរបស់ B2 Spirit Stealth Bomber ដែលជាយន្តហោះទម្លាក់ក្របែកបំបាំងកាយដែលបានធ្វើបដិវត្តសង្គ្រាមអវកាសចាប់ពីដើមកំណើតរបស់វានៅក្នុងសង្គ្រាមត្រជាក់រហូតដល់សម័យបច្ចេកវិទ្យាទំនើបដូចសពថ្ងៃឥឡូវនេះយើងត្រឡប់ទៅឆ្នាំ1975នៅពេលដែលសង្គ្រាមត្រជាក់រវាងសហរដ្ឋអាមេរិកនិងសហភាពសូវៀតកំពុងតែឈានទៅដល់ចំណុចកំពូលហើយល្បែងអុកនុយក្លេអ៊ែររវាងមហាអំណាចទាំងពីរក៏កំពុងតែឈានទៅដល់ចំណុចមួយដ៏សំខាន់ផងដែរនៅពេលនោះសហរដ្ឋអាមេរិកមានយន្តហោះ B-52 ដែលយន្តហោះទាំងនោះគឺត្រៀមខ្លួនរួចរាល់ជាស្រេចនៅមូលដ្ឋានកងទ័ពអាកាសយុទ្ធសាស្ត្រដែលយន្តហោះនីមួយៗមានផ្ទុកនូវគ្រាប់មីស៊ីលគ្រប់គ្រាន់ដើម្បីកំទេចទីក្រុងទាំងមូលយន្តហោះដ៏ធំសម្បើមរបស់សហរដ្ឋអាមេរិកនៅពេលនោះត្រៀមខ្លួនរួចជាស្រេច24ម៉ោងលើ24ម៉ោងនៅក្នុងការហោះហើរឬស្ថិតនៅក្នុងស្ថានភាពប្រុងជើងការខ្ពស់ណាមួយអាមេរិកប្រើយន្តហោះទាំងនោះគឺជាយុទ្ធសាស្ត្រនៅក្នុងការទប់ស្កាត់នុយក្លេអ៊ែររបស់សត្រូវហើយការហោះហើរចេញពីមូលដ្ឋានទ័ពអាកាស Shepherd នៅក្នុងរដ្ឋ Texas ក៏ត្រូវបានប្រែប្រួលទៅតាមឆ្នាំបន្តផងដែរជាទូទៅវាមានផ្លូវដែលហោះទៅទីតាំងនានានៅលើតំបន់អាកតិចរបស់ប្រទេសកាណាដា Alaska, Greenland រួមទាំងសមុទ្រ Mediterranean ប៉ុន្តែកិច្ចប្រតិបត្តិការរបស់សហរដ្ឋអាមេរិកនៅពេលនោះមិនប្រព្រឹត្តទៅដោយរលូននោះទេព្រោះវាមានបញ្ហាមួយយ៉ាងដែលសហភាពសូវៀតនៅពេលនោះគឺបានអភិវឌ្ឍនៅប្រព័ន្ធការពារដែនអាកាសដ៏ទំនើបរបស់ពួកគេអាចបាញ់ទម្លាក់នៅយន្តហោះទាំងនោះចេញពីលើមេឃដូចជាសត្វរុយយ៉ាងអញ្ចឹងសពសេចក្តីមកទោះបីជាសហរដ្ឋអាមេរិកមានយន្តហោះ B-52 ដ៏ទំនើបក៏ដោយក៏នៅតែមិនទាន់គ្រប់គ្រាន់ដែរសហរដ្ឋអាមេរិកត្រូវតែធ្វើទំនើបកម្មទៅលើយន្តហោះចម្បាំងរបស់ខ្លួនឲ្យកាន់តែទំនើបជាងមុនបន្ថែមទៅទៀតហើយនេះហើយគឺជាកត្តាដ៏ចម្បងដែលបណ្ដាលឲ្យមានការចាប់កំណើតនៅយន្តហោះ B2 Spirit Stealth Bomber មកដល់សប្តាហ៍ថ្ងៃនេះសូមស្វាគមន៍មកកាន់កម្មវិធីយន្តហោះទម្លាក់ក្របែកបច្ចេកវិទ្យាទំនើបដែលគេហៅថា Advanced Technology Bomber ឬក៏យើងហៅកាត់ថា ATB គោលដៅគឺយើងនឹងបង្កើតយន្តហោះទម្លាក់ក្របែកមួយដែលអាចហោះហើរឆ្លងកាត់ប្រព័ន្ធការពារដែនអាកាសរបស់សហភាពសូវៀតដូចជាខ្មោចដែលដឹកជញ្ជូននៅអ្វីៗគ្រប់បែបយ៉ាងមុនពេលដែលសត្រូវចាប់បានទីតាំងរបស់វាពីព្រោះថាគម្រោងផលិតយន្តហោះ B2 នោះមិនមែនសម្រាប់តែរក្សាឧត្តមភាពយោធារបស់សហរដ្ឋអាមេរិកតែប៉ុណ្ណោះទេហើយវាក៏ជាផ្លូវមួយដែរសម្រាប់ការរក្សាអំណាចដ៏ផុយស្រួយនៅពេលនោះដែលបានរក្សាសង្គ្រាមត្រជាក់នឹងមិនឲ្យប្រែទៅជាសង្គ្រាមក្តៅបានដែលគោលបំណងនឹងសហរដ្ឋអាមេរិកចង់ទប់ស្កាត់នុយក្លេអ៊ែររបស់សហភាពសូវៀតមិនឲ្យវាប្រហារបាននោះបើសិនជាសហរដ្ឋអាមេរិកមានកម្លាំងកងទ័ពអាកាសនៅតែខ្លាំងជាពិសេសគឺយន្តហោះទម្លាក់ក្របែកនឹងឯងប៉ុន្តែនរណាទៅដឹងថាគម្រោងការដែលបានរៀបចំកសាងរាប់សិបទសវត្សរ៍នេះនៅចុងក្រោយក៏ត្រូវបានខ្ទេចខ្ទីជាបំណែកកន្លែងនេះខ្ញុំសូមបញ្ជាក់ថានៅក្នុងកំឡុងពេលសង្គ្រាមត្រជាក់នឹងសហរដ្ឋអាមេរិកហើយនិងសហភាពសូវៀតកំពុងតែប្រកួតប្រជែងគ្នាខ្លាំងមែនទែននៅលើគ្រប់វិស័យជាពិសេសគឺវិស័យយោធានឹងឯងដូច្នេះបើសិនជាប្រទេសណាមួយមិនថាសហភាពសូវៀតឬក៏សហរដ្ឋអាមេរិកមានបច្ចេកវិទ្យាខ្ពស់ជាងប្រទេសណាមួយគឺវាជាហានិភ័យខ្លាំងមែនទែនអាចបង្កឲ្យវាក្លាយទៅជាសង្គ្រាមក្តៅបានពីព្រោះថាប្រទេសមួយទៀតអាំងតែខ្លួនឯងខ្លាំងដែលហេតុនេះហើយបានជាសហរដ្ឋអាមេរិកខំប្រឹងអភិវឌ្ឍនៅបច្ចេកវិទ្យារបស់ខ្លួនឲ្យកាន់តែទំនើបទាន់ឬក៏អាចប្រកួតប្រជែងជាមួយនឹងសហភាពសូវៀតបានការធ្វើដូចនេះមិនឲ្យសហភាពសូវៀតឈ្លានពានឬក៏ធ្វើតាមចិត្តឯងបានទេឥឡូវនេះយើងត្រឡប់ទៅឆ្នាំ1946វិញនៅពេលនោះសង្គ្រាមលោកលើកទី2ទើបតែបានបញ្ចប់ហើយគណៈពេលដែលប្រជាជនអាមេរិកភាគច្រើនផ្ដោតតែទៅលើការសាងសង់រថយន្តទំនើបនិងផ្ទះល្វែងបូរីអចលនទ្រព្យផ្សេងសម្រាប់លក់អីចឹងទៅមានតែបរិបទម្នាក់ប៉ុណ្ណោះដែលវីវក់ជាមួយនឹងការសាងសង់របស់មួយយ៉ាងដែលគ្មានអ្នកណាដឹងដែលគាត់មានឈ្មោះថា Jack Northrop ហើយចក្ខុវិស័យរបស់គាត់នោះគឺ Flying Wing សូមសម័យមើលយន្តហោះដែលសុទ្ធតែជាស្លាបគ្មានតួគ្មានកន្ទុយដែលមានតែកន្លែងអង្គុយរបស់អវកាសយានិកដ៏ធំទូលាយមួយគត់វាមើលទៅដូចជាចេញពីទស្សនាវដ្តីបែបវិទ្យាសាស្ត្រប៉ុន្តែលោក Northrop ជឿជាក់ថាវាគឺជាអនាគតនៃការហោះហើរហើយតើការពិតទៅនៅក្នុងឆ្នាំ1947ក្តីសុបិនរបស់លោក Northrop នឹងបានលេចចេញជារូបរាងបាត់ទៅហើយជាលក្ខណៈយន្តហោះ YB-49 ដែលវាមានស្លាបធំហើយក៏បំពាក់ដោយម៉ាស៊ីនយន្តហោះដ៏ធំសម្បើមមានស្លាបកំប៉ោងប្រហែលជា50ម៉ែត្រយន្តហោះនោះមានល្បឿនលឿនជាងគេបង្អស់នៅក្នុងសម័យនោះប៉ុន្តែវាមានបញ្ហាមួយយ៉ាងដែលនៅ
ក្នុងចំនួននោះគេពុំទាន់មានកុំព្យូទ័រទំនើបដើម្បីជួយគ្រប់គ្រងទៅដល់ YB49 នៅឡើយទេវាមានលំនឹងដូចជាកង់មួយដែលឈរនៅលើខ្សែពួរយ៉ាងអញ្ចឹងនិយាយរួមទៅគឺវាអត់នឹងកងទ័ពអាកាសអាមេរិកមិនបានចាប់អារម្មណ៍ឬក៏គេអត់ខ្វាយខ្វល់ពីការបង្កើតរបស់លោក Northrop នឹងទេដល់ពេលនោះកងទ័ពអាកាសអាមេរិកបដិសេធមិនព្រមទទួលយកគម្រោងរបស់លោក Northrop និងបញ្ជាឲ្យកំទេចចោលទាំងអស់នៅយន្តហោះប្រភេទ YB ដែលជាគម្រោងរបស់លោកហើយអាការសម្រេចចិត្តមួយហ្នឹងវាដូចជាការទះកំភ្លៀងចំកណ្ដាលមុខលោក Northrop អញ្ចឹងពួកគេក៏បានបញ្ជាឲ្យបោះបង់ឬក៏បំផ្លាញចោលយន្តហោះ YB49 ហ្នឹងទាំងអស់នៅក្នុងឆ្នាំ1949ហ្នឹងបាត់ទៅហើយអាមេរិកអត់ស្ដាយលុយនោះទេពេលនោះគឺបំផ្លាញចោលហើយផេះប៉ុន្តែវាក៏មានចំណុចដ៏គួរឲ្យចាប់អារម្មណ៍ផងដែរតោះឥឡូវយើងទៅមុខបន្តទៀតរហូតមកដល់ឆ្នាំ1978កងទ័ពអាកាសអាមេរិកក៏បានផ្ដួចផ្ដើមកម្មវិធី ATB ហ្នឹងឡើងវិញដែលគេចង់ស្វែងរកយន្តហោះទម្លាក់ក្របែកណាដែលអាចជ្រាបចូលទៅក្នុងប្រព័ន្ធការពារដែនអាកាសដ៏ទំនើបខ្លាំងបំផុតហើយមិនឲ្យលេចចេញនូវអត្តសញ្ញាណទៅកាន់ប្រព័ន្ធការពារដែនអាកាសទាំងនោះហើយតើអ្នកដឹងទេតើនរណាជាអ្នកឈ្នះកិច្ចសន្យានោះគឺក្រុមហ៊ុន Northrop Corporation របស់លោក Northrop នឹងឯងវាដូចជាសបិនវាដូចជា Flying Wing ដែលបានងើបចេញពីកំណោផេះត្រៀមខ្លួនសម្រាប់សកម្មភាពលើកទី2របស់វាជាអាកាសលើកទី2របស់វាលើកនេះដោយសារតែមានការរីកចម្រើនច្រើនផ្នែកបច្ចេកវិទ្យារាប់សិបទសវត្សរ៍និងមូលបទានបត្រទទេពីសហរដ្ឋអាមេរិកផងនោះNorthrop មានគោលបំណងប្រែក្លាយអ្វីដែលមិនអាចទៅរួចហ្នឹងឲ្យក្លាយទៅជាការពិតប៉ុន្តែតើអ្នកដឹងទេតើគាត់ត្រូវធ្វើដូចម្ដេចដើម្បីឲ្យយន្តហោះដែលមានទម្ងន់រហូតដល់100តោនហើយស្លាបរបស់វាលាតសន្ធឹងធំទូលាយដូចជាតារាងបាល់ទាត់ដែលមានប្រវែងរហូតដល់50ម៉ែត្រហ្នឹងគេចផុតចេញពីរ៉ាដាបានឥឡូវយើងចាប់ផ្ដើមនិយាយពីរូបរាងដ៏គួរឲ្យចាប់អារម្មណ៍របស់វាជាមុនសិនតែតាមការពិតទៅយន្តហោះ B2 នេះគឺជាគំនិតផ្ដួចផ្ដើមដំបូងរបស់លោក Jesse Northrop តាំងពីទសវត្សរ៍1940មកម្លេះតែការរចនារបស់វាមិនមែនធ្វើមកឲ្យតែយើងមើលទៅឃើញថាលយនោះទេរាល់ជ្រុងនិងមុំនៃយន្តហោះមានមុខងារពិសេសនិងសម្ងាត់ខ្លាំងបំផុតជាទូទៅបើយើងនិយាយអំពីយន្តហោះធម្មតាពួកវាតែងតែមានតួនិងកន្ទុយចំណែកឯយន្តហោះ B2 វិញគឺវាខុសពីគេដាច់បើនិយាយអំពីរូបរាងរបស់វាការ design B2 នេះគឺអនុញ្ញាតឲ្យវាមានតួនាទីនិងមុខងារពិសេសមួយចំនួនដែលវាមានតួនាទីសម្រាប់បំបាំងកាយចេញពី radar cross section ទាបខ្លាំងមែនទែនត្រឹម 0.01 ម៉ែត្រការ៉េក្នុងបរិមាណសញ្ញារបស់ radar តែប៉ុណ្ណោះដែលវាផ្ដល់ឲ្យនូវការប៉ះទង្គិចខ្យល់ទាបខ្លាំង B2 ត្រូវបានបំពាក់ដោយម៉ាស៊ីន General Electric F118 GE100 Turbofans ចំនួន4ប៉ុន្តែត្រូវបានបង្កប់យ៉ាងជ្រៅនៅក្នុងតួយន្តហោះដូចនេះវាអាចកាត់បន្ថយសញ្ញាណអេឡិចត្រូម៉ាញ៉េទិកបានយ៉ាងងាយស្រួលតួយន្តហោះត្រូវបានផលិតឡើងចម្បងពីសម្ភារៈកាបូនដែលមានទម្ងន់ស្រាលខ្លាំងនិងអាចហោះកាត់រ៉ាដាបានស្ទើរតែទាំងស្រុងដែលមិនអាចចាប់សញ្ញារបស់វាបាននោះទេយន្តហោះនេះត្រូវបានសាងសង់ជាផ្នែកដាច់ដោយឡែកពីគ្នាបន្ទាប់មកទៀតត្រូវបានគេយកមកផ្ដុំវាឡើងដោយភាពល្អិតល្អន់ខ្លាំងជាទីបំផុតដូចជាការផលិតនាឡិកាស្វីសយ៉ាងអញ្ចឹងដែរនៅពេលដែល B2 ត្រូវបានបង្ហាញជាផ្លូវការនៅថ្ងៃទី22ខែវិច្ឆិកាឆ្នាំ1988វាដូចជាការបង្ហាញឲ្យពិភពលោកយើងឃើញពីទិដ្ឋភាពនៅពេលអនាគតអញ្ចឹងនៅពេលនោះជាមួយនឹងកុំព្យូទ័រលើយន្តហោះជាង130គ្រឿងដែលគ្រប់គ្រងធាតុផ្សំនៃយន្តហោះ B2 ជាមួយនឹងការរួមបញ្ចូលនៅបច្ចេកទេសផ្សេងៗជាច្រើនបន្ថែមទៀត B2 អាចធ្វើការហោះហើរនៅលើកដំបូងរបស់ខ្លួននៅថ្ងៃទី17ខែកក្កដាឆ្នាំ1989វាអាចផ្ទុកគ្រាប់បែកបានរហូតដល់20តោន B2 អាចផ្ទុកគ្រាប់បែកដែលណែនាំដោយប្រព័ន្ធ GPS ដែលមានទម្ងន់រហូតដល់ 8500 ផោនវាអាចវាយប្រហារទៅលើគោលដៅ80ផ្សេងៗគ្នាក្នុងការហោះហើរតែមួយលើកតែប៉ុណ្ណោះឬបើសិនបើអ្នកមានមហិច្ឆតាជាងនេះអ្នកអាចដាក់ពង្រាយអាវុធពិសេសដូចជា GBU-57 Massive Unmanned Penetrator ដែលមានទម្ងន់15តោនហើយមិនខ្វល់ថាអ្នកជីកលេនដ្ឋានជ្រៅប៉ុណ្ណានោះទេវានឹងហោះទៅដល់ហើយកំទេចទីតាំងនោះចោលបានយ៉ាងងាយៗដូចជាផេះយ៉ាងអញ្ចឹងយន្តហោះនេះអាចហោះហើរបានចម្ងាយប្រហែលជា 110,000 គីឡូម៉ែត្រទោះបីជាយើងចង់ហោះហើរពីទីក្រុងញូវយ៉កទៅក្នុងទីក្រុងមូស្គូក៏ដោយជាមួយនឹងការចាក់បំពេញប្រេងនៅលើតាមផ្លូវអាកាសវិញគឺវាអាចហោះហើរទៅដល់គ្រប់ទីកន្លែងនៃភពផែនដីរបស់យើងពិតមែនហើយគឺវាអាចទៅបានឆ្ងាយប៉ុន្តែបើនិយាយពីល្បឿនរបស់យន្តហោះនេះវិញតើវាលឿនដែរឬទេនៅក្នុងរយៈកម្ពស់ខ្ពស់ B2 ហោះនៅក្នុងល្បឿនប្រហែលជា901គីឡូម៉ែត្រនៅក្នុង1ម៉ោងនោះមិនមែនជាការបំបីកំណត់ត្រាល្បឿនណាមួយនោះទេប៉ុន្តែសូមចាំថានេះគឺជាយន្តហោះទម្លាក់គ្រាប់បែកមិនមែនជាយន្តហោះចម្បាំងនោះទេវាផ្ដោតទៅលើការចូលចិត្តយឺតដែលស្ងៀមស្ងាត់ជាជាងការហោះហើរបង្អួតពីល្បឿនលើពីនេះទៅទៀតវាអាចទៅដល់កម្ពស់18គីឡូម៉ែត្រពីដីដែលនេះវាគឺខ្ពស់ជាងភ្នំ Everest 2 ដងឯណោះដែលវាត្រូវបានគ្រប់គ្រងដោយនាវិកចំនួន2នាក់អ្នកបើកបរម្នាក់និងមេបញ្ជាការបេសកកម្មម្នាក់ហើយមនុស្សទាំងពីរនេះមិនមែនត្រឹមតែជាអ្នកបើកយន្តហោះតែប៉ុណ្ណោះទេពួកគេបានរៀបចំបេសកកម្មដែលមានភាពទំនើបខ្លាំងសូមចាំថាបើសិនបើ GPS ខូច B2 អាចធ្វើដំណើរបានដោយប្រើផ្កាយរណប B2 អាចធ្វើដំណើរបាននៅក្នុងគ្រប់លក្ខខណ្ឌអាកាសធាតុទាំងថ្ងៃទាំងយប់
ប្រព័ន្ធរ៉ាដាទំនើបនឹងមានបច្ចេកវិទ្យាមហាសែនស្មុគស្មាញមែនទែនដែលយើងមិនអាចពិពណ៌នាបាននោះទេដែលអនុញ្ញាតឲ្យវាបង្កើតនៅទីតាំងភូមិសាស្ត្រនិងការជៀសវាងពីភូមិសាស្ត្រដែលស្វ័យប្រវត្តិយន្តហោះ B2 នីមួយៗមានតម្លៃប្រហែលជា$2000 លាននៅក្នុងមួយគ្រឿងឯណោះដែលវាច្រើនជាង GDP របស់ប្រទេសតូចៗមួយចំនួនផងដែរបើសិនជាអ្នកអាចទិញផ្ទះជាមធ្យមនៅក្នុងសហរដ្ឋអាមេរិកវិញក្នុងតម្លៃ$2000 លានអ្នកអាចទិញផ្ទះបានរហូតដល់5000ខ្នងឯណោះនៅក្នុងតម្លៃយន្តហោះ B2 នេះមួយគ្រឿងបងប្អូនប្រកាសជាឆ្ងល់ហើយថាហេតុអ្វីបានជាយន្តហោះ B2 នេះមានតម្លៃថ្លៃខ្លាំងកប់ពពកយ៉ាងដូចនេះដែលជាបឋមយើងទៅនិយាយអំពីបច្ចេកវិទ្យាទំនើបបំផុតរបស់វាមិនមានភាពងាយស្រួលនោះទេក្នុងការសិក្សាស្រាវជ្រាវនិងអភិវឌ្ឍមកគឺសិតតែត្រូវការចំណាយលុយនិងមានច្បាប់បញ្ញាផ្សេងហើយមួយទៀតការផលិតនោះក៏មាន limited edition ទៅទៀតដែលយន្តហោះនឹងគឺផលិតឡើងត្រឹមតែ21គ្រឿងប៉ុណ្ណោះដែលត្រូវបានសាងសង់តាំងពីឆ្នាំ1980មកតម្លៃដែលថ្លៃមួយទៀតគឺស្ថិតនៅលើការថែទាំជាប្រចាំយន្តហោះមួយនេះមិនមែនផលិតម្ដងគឺដឹងតែប្រើរហូតនោះទេគឺគេត្រូវការថែទាំជាប្រចាំដូច្នេះការថែទាំជាប្រចាំរបស់វាក៏ត្រូវការចំណាយលុយផងដែរហើយស្បែកស្រូបយករ៉ាដានោះទៀតសោតក៏គេត្រូវតែធ្វើការលាបឡើងវិញជាប្រចាំផងដែរកុំភ្លេចថា B2 បច្ចុប្បន្នគឺទំនើបជាង B2 ដែលបានចេញនៅក្នុងទសវត្សរ៍1980នឹងឆ្ងាយណាស់ដែលគេបានអភិវឌ្ឍជាបន្តបន្ទាប់រហូតមកដល់សព្វថ្ងៃប៉ុន្តែវាសមនឹងតម្លៃរបស់វាដែរឬទេប៉ុន្តែអ្នកគ្រប់គ្រងភាគច្រើនគឺគាត់អះអាងថា B2 នឹងសមនឹងតម្លៃរបស់វាមែនទែនជាមួយនឹងបច្ចេកវិទ្យាទំនើបនិងមុខងារកិច្ចខ្លួនចេញពីរ៉ាដារបស់វាប៉ុន្តែទោះបីជាយន្តហោះ B2 នេះមានភាពទំនើបនិងអស្ចារ្យខ្លាំងប៉ុណ្ណាក៏ដោយក៏នៅតែចុងក្រោយជិតដល់ពេលចូលនិវត្តន៍របស់វាដែរកងទ័ពអាកាសកំពុងតែពិចារណាជំនួសយន្តហោះ B2 នេះវិញដែល B21 Raider ដែលជាការអភិវឌ្ឍបន្តបន្ទាប់ហោះបច្ចេកវិទ្យាបំផាំងកាយរបស់សហរដ្ឋអាមេរិកដែលគេជឿជាក់ថា B21 Raider នឹងដើរតួនាទីយ៉ាងច្រើនដូចជាយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រអន្តរទ្វីបនិងមជ្ឈមណ្ឌលទទួលព័ត៌មានដែលភ្ជាប់ទៅនឹងបណ្ដាញធំជាងមុនដើម្បីធ្វើឲ្យវាក្លាយជាយន្តហោះចំនួនទី6ដំបូងគេនៃប្រភេទរបស់វាហើយវាត្រូវបានរចនាឲ្យតូចជាងនិងមានតម្លៃសមរម្យជាងនិងងាយស្រួលថែរក្សាថែទាំច្រើនជាងមុនហើយនឹងអនុញ្ញាតឲ្យការផលិតយន្តហោះនឹងបានចំនួនច្រើនជាងមុនផងដែរសូមចូលរួមសោកស្ដាយទៅកាន់ B2 ខ្លាំងមែនទែនប្រហែលជាប្រហែលទសវត្សរ៍បន្តទៅមុខទៅទៀតសហរដ្ឋអាមេរិកអាចនឹងផលិតយន្តហោះប្រភេទថ្មីគឺ B21 Raider ដើម្បីជំនួសទៅកាន់ B2 នេះទៅទៀតក៏ទៅសហរដ្ឋអាមេរិកពិតជានៅមិនសុខមែនទោះបីជាខ្លួនឯងមានប្រព័ន្ធយន្តហោះ B2 ដ៏សែនទំនើបយ៉ាងណាប៉ុណ្ណោះក៏គេអត់សុខចិត្តដែរគេត្រូវតែធ្វើការទំនើបកម្មឲ្យកាន់តែមានភាពងាយស្រួលចំណាយឲ្យកាន់តែតិចជាងមុនហើយផលិតបាននៅចំនួនច្រើនជាងមុន